ចាបងប្អូនប្រហែលថ្ងៃនេះសត្វដែលយើងចិញ្ចឹមណាសត្វឆ្កែនៅផ្ទះហ្នឹងឈឺទាំងអស់3ក្បាលឈឺទាំង3ក្បាលមានមីមេធំមួយនោះឈឺឡើងដេកស្ទាក់ស្ងៀមមែនតើអញ្ចឹងខ្ញុំចាប់ផ្ដើមមករកថ្នាំដើម្បីព្យាបាលគាត់ណានេះគឺខ្ញុំប្រើស្លឹកគ្រៃយើងណាប្រើតែស្លឹកទេផ្នែកខាងស្លឹកហ្នឹងយកវាមកកាត់ជាកង់ៗទៅហើយយកទៅបុកបងប្អូននិយាយទៅឆ្កែហ្នឹងវាមិនមែនឆ្កែខ្ញុំពីដើមមកទេឆ្កែដែលយើងចេះតែណាត់វាដាក់បាយវាស៊ីទៅណាវារត់មកនៅនឹងហើយដេញយ៉ាងណាក៏ទៅចឹងទៅហើយវាកើតបានកូនមួយកើតបានកូនមួយចឹងទៅធម្មតាវាឆ្កែណាថាស្អីក៏វាស៊ីដែរហើយវាខ្លាចយើងទៅក្បែរអត់បានទេហើយវាក៏កំញើញថាខំយើងចឹងហើយតែថាយើងទៅក្បែរចឹងយើងយកវាទៅពេទ្យអត់កើតអញ្ចឹងប្រើវិធីនេះព្រោះធ្លាប់ប្រើកន្លងមកជាមួយឆ្មាជាមួយអីចឹងណាវាជាកាប់ទៅយើងប្រើស្ករត្នោតល្អជាងតែដោយសារនៅផ្ទះអស់ស្ករត្នោតទេអញ្ចឹងខ្ញុំបុកស្លឹកគ្រៃនេះដាក់ជាមួយនឹងទឹកហើយនឹងជាមួយនឹងស្ករសទៅដើម្បីយកទៅច្របាច់លាយជាមួយបាយឲ្យវាស៊ីណាអាពីរនោះមួយដែលជាកូនរបស់វាហ្នឹងហើយនឹងមួយទៀតឆ្កែរត់មកនៅដែរតែនៅតាំងពីទូចនេះវាស៊ីយើងដាក់អញ្ចឹងទៅជាមួយបាយទៅវាស៊ីទៅវាជាវារត់វាអីបានតែមួយនឹងវាឈឺខ្លាំងមែនតើមេឆ្កែមួយហ្នឹងវាឈឺខ្លាំងរហូតដល់វាស៊ីបាយអត់ស៊ីអីទាំងអស់អញ្ចឹងខ្ញុំក៏សម្រាប់ថាទៅទិញសាច់គោ3000រៀលមកអាសាច់គេជំនាចោលហ្នឹងហ៎ហើយយកនេះប៉ុណ្ណឹងហ្នឹងដាក់លាយបាយឆ្កែឲ្យអាពីរក្បាលនោះណារួមជាមួយឆ្មាមួយទៀតឆ្មាហ្នឹងក៏ចឹងដែរពីតូចមកក៏ឈឺដែរឈឺទៅយើងធ្វើរបៀបហ្នឹងគឺប្រើស្លឹកគ្រៃជាមួយស្ករត្នោតបុកអញ្ចឹងទៅយើងដាក់សារ៉ាងយើងហ្នឹងបងហើយយើងយកទៅបាញ់ដាក់មាត់វាទៅបានតែឥឡូវវាធំហើយយើងចាប់វាលេងបានធ្វើអីលេងបានណាវាមិនមែនលេងនៅពីតូចទៀតណាអញ្ចឹងយើងត្រូវលៃតាមរបៀបផ្សេងហើយបើយកទៅពេទ្យហ្នឹងគឺថាមិនដឹងថាចាយមិនគ្រប់ទេដល់តែ3-4ក្បាលអញ្ចឹងមានតែប្រើវិធីហ្នឹងនេះលាយចែកគ្នាអញ្ចឹងណាធម្មតាវាស៊ីបាយច្រើនណាឆ្កែឆ្មាឆ្កែខ្មែរវាស៊ីបាយច្រើនណាមិនដូចឆ្កែពីតូចមកចិញ្ចឹមពួកអាឆ្កែកូនកាប់ទេវាស៊ីច្រើនណាតែថ្ងៃហ្នឹងវាឈឺមួយរយៈហ្នឹងវាឈឺវាស៊ីបាយតិចណានេះដាក់ឲ្យវាស៊ីរើសអញ្ចឹងណាប៉ុន្តែវាជីហើយពីរក្បាលហ្នឹងជីហើយតែនៅសល់អាមួយក្បាលនោះវាអត់ព្រមស៊ីអីសោះអញ្ចឹងមានតែប្រើក្បួនយកស៊ីដាក់សាច់គោបញ្ឆោតទៅឃើញបានផលតានេះស៊ីបងប្អូនស៊ីអញ្ចឹងទៅស្អែកឡើងឃើញក្រាន់ចេះរោឆ្អឹងរោឆ្អែងរោអីស៊ីអីអញ្ចឹងណាស័ក្តិសិទ្ធិរបស់គេ